សូមគ្រប់សម្ដេចកែមហាសេនាបតីតេជោប្រធានអង្គសម័យសម្ដេចព្រះអង្គម្ចាស់តែដំលោកជំទាវសមាជិកអង្គសមាជទាំងមូលជាទីមេត្រីជាដំបូងខ្ញុំសូមធ្វើការថ្លែងអំណរគុណចំពោះការចូលរួមមតិយោបល់យ៉ាងច្រើនពាក់ព័ន្ធទៅនឹងប្រធានបទដ៏សំខាន់នេះការចែករំលែកនូវទស្សនៈទានក៏ដូចជាបទពិសោធន៍ការណែនាំផ្សេងឈានធៀបចូលដ៏សំខាន់ក៏ដូចជាសម្ដៅពោដើម្បីរាជរដ្ឋាភិបាលលើកទៅពិចារណានិងដាក់គិតគូរនៅក្នុងការរៀបចំនៅក្នុងការវាយតម្លៃក៏ដូចជាក្របខ័ណ្ឌគោលនយោបាយរបស់ខ្លួនមុននឹងឈានចូលទៅដល់បទអន្តរាគមន៍របស់ខ្ញុំពាក់ព័ន្ធទៅនឹងវិស័យនេះដំបូងគឺខ្ញុំសូមទូលព្រះបង្គំសូមថ្លែងអំណរព្រះគុណថ្វាយសម្ដេចព្រះមហាក្សត្រីនរោត្តមមនីនាថសីហនុព្រះវររាជបិតាជាតិខ្មែរចំពោះព្រះរាជអំណោយដ៏ថ្លៃថ្លាដែលព្រះអង្គបានប្រទានចំពោះយោធារបស់យើងកងកម្លាំងរបស់យើងឈរជើងនៅការពារបូរណភាពទឹកដីនៅព្រំដែនហើយខ្ញុំក៏សូមយកឱកាសនេះជាថ្មីថ្លែងអំណរគុណចំពោះសម្ដេចតេជោចំពោះការអំពាវនាវនិងចលនាការគ្រប់គ្រងដោយផ្ទាល់ចំពោះការបំផុសនៅស្មារតីចូលរួមគ្រប់គ្រងទៅដល់កងទ័ពរបស់យើងហើយក៏សូមឱកាសនេះផងដែរក៏សូមថ្លែងអំណរគុណទៅដល់សម្ដេចព្រះអង្គម្ចាស់អាដាមលោកជំទាវលោកស្រីបងប្អូនជនរួមជាតិយើងទាំងអស់ទូទាំងប្រទេសទាំងក្នុងនិងក្រៅដែលបានចូលរួមនៅក្នុងមហាចលនាដ៏ផុសផុលដើម្បីគ្រប់គ្រងទៅដល់កងទ័ពរបស់យើងចំពោះដើម្បីធានានូវប្រសិទ្ធភាពនៃការប្រើប្រាស់ថវិកានេះឲ្យបានចំគោលដៅនិងមានតម្លាភាពរាជរដ្ឋាភិបាលរៀបចំមូលនិធិមួយដើម្បីគ្រប់គ្រងនៅមូលនិធិដើម្បីគ្រប់គ្រងទៅដល់កងទ័ពរបស់យើងនិងធ្វើការជាមួយគណៈវិជាការឯកភាពសមរភូមិមុខដើម្បីធ្វើការធានាដោះស្រាយបញ្ហាធានាចាត់ចែងនៃថវិកានេះឲ្យចំគោលដៅកងទ័ពរបស់យើងនៅខាងមុខខ្ញុំសូមអរគុណចំពោះអាដាមវាគ្មិនមួយចំនួនដែលបានលើកឡើងអំពីដំណើរទៅមុខនៅក្នុងរយៈពេល20ខែរបស់រាជរដ្ឋាភិបាលថ្មីនេះប៉ុន្តែ20ខែពោពេញទៅដោយប្រធានបទនិងវិញ្ញាសាថ្មីសម្រាប់រាជរដ្ឋាភិបាលយើងចាប់ផ្ដើមពីដំណាក់កាលនៃការមិនច្បាស់លាស់មួយនៅស្ថានភាពសេដ្ឋកិច្ចកាលពី20ខែមុនដែលបន្សល់ទុកពីសម័យ COVID-19 ដែលកើតចេញពីបញ្ហាអតិផរណានិងសង្គ្រាមផ្សេងជាពិសេសពាក់ព័ន្ធទៅនឹងវិស័យជាច្រើនដូចជាវិស័យទេសចរណ៍វិស័យអចលនទ្រព្យដែល20ខែមុនគឺស្ថិតនៅក្នុងភាពសពិចសពិលនៅឡើយប៉ុន្តែទោះជាយ៉ាងណាមកដល់ពេលនេះយើងមានស្ថិរភាពនិងមានបន្តការដោះស្រាយដើរទៅមុខទី2យើងរក្សាបាននៅវិញ្ញាសាមួយទៀតគឺថ្ងៃ18សីហាឆ្នាំ2024ជាវិញ្ញាសាមួយតាក់ទងទៅការថែរក្សាស្ថិរភាពសន្តិសុខរបស់យើងប្រឈមទៅនឹងការប៉ុនប៉ងបង្កការប្រឆាំងរដ្ឋាភិបាលតាមគេថាមធ្យោបាយហិង្សាក្រោមប្រធានបទពាក់ព័ន្ធនឹង CLVDTA យើងបានអនុវត្តកិច្ចការងារបានជោគជ័យបញ្ហាថ្មីដែលទើបកើតឡើងគឺការប្រឈមជាមួយនឹងពន្ធសកលសហរដ្ឋអាមេរិកដែលថ្ងៃនេះស្អែកនេះក្រុមការងាររបស់យើងដឹកនាំដោយអាដាមឧបសុនចន្ទថុលត្រៀមចរចាជុំទី2នៅសហរដ្ឋអាមេរិកហើយប្រធានបទវិញ្ញាសាថ្មីដែលកើតឡើងនេះគឺបញ្ហាប្រឈមនៅព្រំដែនជាងបណ្ដា20ខែនេះគឺយើងប្រមូលផ្ដុំនៅវិញ្ញាសាផ្លែកប៉ុន្តែវិញ្ញាសានេះបានធ្វើឲ្យក្រុមថ្មីរបស់យើងទទួលបាននៅឱកាសដើម្បីប្រឈមនិងដោះស្រាយដើម្បីធានានៅការពិវត្តបន្តទៀតកិច្ចការទាំងអស់នេះទោះបីជាមានបញ្ហាប្រឈមទាំងនេះគឺយើងបានបន្តដំណើរបដិទៅមុខដោយការបដិញ្ញាខ្ពស់នៅក្នុងការបន្តបង្កើតនៅសមិទ្ធផលថ្មីបន្ថែមទៀតនេះគឺជាការបដិញ្ញាចិត្តប៉ុន្តែក្នុងឱកាសនេះផងដែរដែលខ្ញុំសូមបញ្ជាក់ថាសមិទ្ធផលដែលបានប្រពេលនេះក្នុង20ខែនេះដែលយើងអាចធ្វើគឺដោយសារកត្តាស្អីខ្លះកត្តាទី1គឺកត្តាសំខាន់បំផុតគឺដោយសារក្រុមថ្មីបានទទួលនៅមរតកដែលបន្សល់ទុកពីការខិតខំកសាងត្រួសត្រាយផ្លូវ2សម្ដេចអាដាមលោកជំទាវឋានៈដឹកនាំ
រាជរដ្ឋាភិបាលដែលមានវត្តមាននៅទីនេះជាច្រើនតាំងពីចំណុច0ដែលយើងរំដោះពីឆ្នាំ79កសាងប្រឈមការលំបាកគ្រប់បែបយ៉ាងឈានទៅដល់ការកសាងនៅមូលដ្ឋានសេដ្ឋកិច្ចរឹងមាំស្ថាប័នរឹងមាំប្រព័ន្ធការងារល្អប្រសើរម៉ាក្រូសេដ្ឋកិច្ចមានលំនឹងជាពិសេសមានអសលថវិកាសម្រាប់រាជរដ្ឋាភិបាលថ្មីនៅក្នុងដៃដោះស្រាយបញ្ហាសូមអរគុណសម្ដេចតេជោនិងថ្នាក់ដឹកនាំជាពិសេសសម្ដេចនិងឯកឧត្តមលោកជំទាវហើយខ្ញុំសូមឆ្លៀតឱកាសនេះក៏ថ្លែងអំណរគុណចំពោះការលះបង់គ្រប់បែបយ៉ាងដល់សមាជិករាជរដ្ឋាភិបាលជំនាន់មុនដែលបានត្រួសត្រាយផ្លូវនិងកសាងមូលដ្ឋាននេះដល់ក្រមរដ្ឋាភិបាលថ្មីបើគ្មានមូលដ្ឋានរឹងមាំនេះទេប្រធានបទដែលលើកមកប្រមាណអំបញ្ញបីនេះគ្រាន់តែជាប្រធានបទធំៗប៉ុន្តែយើងនៅមានប្រធានបទច្រើនទៀតមិនអាចដោះស្រាយបានជោគជ័យបែបនេះទេកត្តាទី2គឺការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំមន្ត្រីរាជការគ្រប់កម្រិតតាមក្រសួងស្ថាប័នថ្នាក់ជាតិរដ្ឋបាលថ្នាក់ក្រោមជាតិកងកម្លាំងប្រដាប់អាវុធទាំងអស់ដែលបានរួមគ្នាបន្តនៅកិច្ចការងារដែលរដ្ឋាភិបាលអាណត្តិ9បានកសាងបន្តឲ្យយើងមានលក្ខណៈនៃការប្រែកចិត្តដើម្បីដោះស្រាយជូនប្រជាពលរដ្ឋជាបន្តទោះបីជាមានវិញ្ញាសាបែបណាក៏ដោយហើយក៏សូមអរគុណចំពោះការផ្ដល់កម្លាំងចិត្តរបស់សម្ដេចអាដាមលោកជំទាវថ្នាក់ដឹកនាំស្ថាប័នរដ្ឋសភាព្រឹទ្ធសភាក៏ដូចជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់និងអតីតថ្នាក់ដឹកនាំរដ្ឋាភិបាលដែលបានផ្ដល់ការគាំទ្រទាំងកម្លាំងកាយកម្លាំងចិត្តជូនទៅដល់ថ្នាក់ដឹកនាំក្រុមថ្មីនាសម័យនេះនេះអាណត្តិនេះហើយខ្ញុំក៏សូមអរគុណចំពោះការបន្តការទុកចិត្តនិងការផ្ដល់ទំនុកចិត្តពីប្រជាពលរដ្ឋនៅក្នុងការដោះស្រាយបញ្ហាប្រឈមនាទីដែលកើតកន្លងទៅឈានដល់តែពាក់ព័ន្ធទៅនឹងប្រធានបទអំពីវិស័យកសិកម្មថ្ងៃនេះយើងមានវត្តមានរបស់អាយដាមដិតទីណារដ្ឋមន្ត្រីក្រសួងកសិកម្មដែលត្រៀមនឹងឆ្លើយទៅលើប្រធានបទចំនួនដែលបានលើកឡើងតបមកយើងមានអាយដាមថៅជីថារដ្ឋមន្ត្រីធនធានទឹកនិងអាយដាមឆៃរដ្ឋសែនរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទដែលត្រៀមអន្តរាគមន៍និងធៀបផ្សំមួយចំនួនពាក់ព័ន្ធទៅនឹងវិស័យកសិកម្មបន្ថែមទៅលើបទអន្តរាគមន៍របស់ខ្ញុំពីមុនប៉ុន្តែមុននឹងផ្ទេរទៅដល់អាយដាមខ្ញុំសូមបញ្ជាក់បន្តិចពាក់ព័ន្ធទៅនឹងកិច្ចការកិច្ចនេះប្រធានបទវិស័យកសិកម្មដែលខ្ញុំបានលើកគឺជាប្រធានបទសំខាន់ដែលពាក់ព័ន្ធជាមួយប្រជាពលរដ្ឋយើងបើតាមការវាយតម្លៃប្រហែលជា42%នៃប្រជាពលរដ្ឋយើងនៅក្នុងវិស័យកសិកម្មទោះបីជាធាតុផ្សំរបស់វិស័យកសិកម្មមានការថយចុះនៅសល់ 16% នៃសេដ្ឋកិច្ចប៉ុន្តែនៅតែធានាសំខាន់ជាពិសេសដរាបណាមនុស្សនៅហូបអាហារវិស័យកសិកម្មនៅតែជាកត្តាស្នូលវិស័យទេសចរវិស័យកម្មនសាលយើងមិនអាចហូបរបស់ទាំងអស់នោះទេអញ្ចឹងការធានាសន្តិសុខស្បៀងគឺជាកិច្ចការសំខាន់ដែលជាកិច្ចការអាទិភាពសំខាន់បំផុតរបស់រាជរដ្ឋាភិបាលបើទោះជាកលាប់ចាក់ពិភពលោកទៅបិទចោលទៅការធ្វើពាណិជ្ជកម្មក៏ដោយប៉ុន្តែធ្វើម៉េចឲ្យប្រទេសជាតិយើងប្រជាជនយើងមានរបស់មានអាហារហូបគ្រប់គ្រាន់នេះគឺជាគោលដៅសំខាន់នេះហើយគឺជាការធានានូវតុល្យភាពក្នុងវាងការផលិតការលក់ចេញនិងការធានាសន្តិសុខស្បៀងនៅខាងក្នុងអញ្ចឹងពាក់ព័ន្ធទៅនឹងកិច្ចការសំខាន់គោលដៅសំខាន់របស់យើងចំពោះវិស័យកសិកម្មបើយើងនិយាយអំពីកសិកម្មសន្តិសុខស្បៀងការធានាគ្រប់គ្រាន់មកដល់ម៉ោងនេះគឺយើងអាចមាននិយាយដោយមោទនភាពហើយក៏ខ្ញុំសូមអរគុណចំពោះវាគ្មិនជាច្រើនដែលបានលើកឡើងអំពីការកំណើននៃអតិផរណានៃការផលិតរបស់យើងឆ្នាំនេះឆ្នាំ2024យើងផលិត14លានតោនយើងនាំចេញយើងហូបក្នុងស្រុក6លានតោនហើយយើងសល់ប្រហែលជាខ្ទង់7ទៅ8លានតោនសម្រាប់នាំចេញក្នុងនោះយើងនាំចេញក៏60ម៉ឺនតោនគិតជាស្រូវ1លាន2សែនតោនហើយក្នុងនោះ 6.7 លានតោនជាស្រូវដែលចេញទៅប្រទេសជិតខាងមួយចំនួននិងប្រទេសក្រៅចំនួនតិចអញ្ចឹងបើយើងនិយាយអំពីគោលដៅនៃវិស័យកសិកម្មគឺយើងនិយាយអំពីកសិករជាតួអង្គសំខាន់ណាស់គាត់ជាតួអង្គផលិតករដែលធានានៅសន្តិសុខស្បៀងប៉ុន្តែគាត់ជាប្រជាពលរដ្ឋក្រមប្រជាពលរដ្ឋនៅក្នុងវិស័យដែលយើងត្រូវគិតគូរអំពីផលប្រយោជន៍របស់គាត់ដើម្បីឲ្យកសិករនៅបន្តជាកសិករទាល់តែគាត់ចំណេញ
គាត់មានលទ្ធភាពផលិតរហូតបើគាត់ខាតរាល់ឆ្នាំគាត់ប្រកាសជាដូរមុខរបរហើយគ្មានពីណាធ្វើស្រូវធ្វើស្បៀងដាំដំណាំឲ្យយើងហូបទៀតទេនេះគឺជាការជាក់ស្ដែងអញ្ចឹងបើយើងនិយាយអំពីកសិករយើងនិយាយអំពីជីវភាពរបស់កសិករយើងនិយាយអំពីចំណូលរបស់កសិករយើងនិយាយពីគឺការបង្កើនចំណូលនិងកាត់បន្ថយចំណាយយើងមិនអាចទប់តម្លៃកសិផលពិភពលោកមិនឲ្យឡើងចុះបានទេប្រែប្រួលជាប្រចាំជាពិសេសផលិតផលសម្រាប់នាំចេញកសិផលដែលពាក់ព័ន្ធនឹងការនាំចេញតែពឹងផ្អែកទៅលើទីផ្សារអន្តរជាតិស្រូវស្វាយចន្ទទីផលិតផលជាច្រើនដែលយើងត្រូវនាំប៉ុន្តែការធានារបស់យើងធ្វើយ៉ាងណាទោះបីជាមានការប្រែប្រួលយ៉ាងណាក៏ដោយធ្វើយ៉ាងណាឲ្យការប្រែប្រួលនោះមិនប៉ះពាល់ទៅដល់ផលយ៉ាងខ្លាំងទៅដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរបស់កសិកររបស់យើងជាពិសេសការចំណេញរបស់គាត់ទោះតិចចុះច្រើនអញ្ចឹងកិច្ចការងារនេះតាក់ទងទៅនឹងចំណូលតើយើងត្រូវធ្វើយ៉ាងម៉េចដែលរាជរដ្ឋាភិបាលធ្វើទី1គឺទីផ្សារមាន2ទីផ្សារក្នុងស្រុកនិងទីផ្សារក្រៅស្រុកទីផ្សារក្នុងស្រុកនេះយើងឃើញថាលទ្ធភាពផលិតកម្មរបស់យើងមានច្រើនពុកប៉ុន្តែយើងក៏ទទួលស្គាល់ថាយើងមិនអាចផលិតហូបខ្លួនឯងគ្រប់មុខនោះទេបាទហើយយើងមិនអាចបិទការនាំចូលនៅផលិតផលខ្លះនោះដែរគ្មានប្រទេសណានៅលើពិភពលោកបើលើកលែងតែប្រទេសដែលជាប់នៅទណ្ឌកម្មអង្គការសហជីវជាតិមិនអាចធ្វើពាណិជ្ជកម្មជាមួយប្រទេសជិតខាងបានគ្មានការនាំចេញនាំចូលផលិតផលកសិកម្មរាប់ពាន់មុខអញ្ចឹងយើងមិនអាចផលិតគ្រប់មុខហើយយើងក៏មិនចាំបាច់ផលិតគ្រប់មុខនោះដែរចំពោះការនាំចេញទី1គឺគិតគូរអំពីទីផ្សារក្នុងស្រុករាជរដ្ឋាភិបាលធ្វើយ៉ាងណាដើម្បីបង្កើននៅប្រសិទ្ធភាពក្នុងការផ្គត់ផ្គង់ទីផ្សារក្នុងស្រុកឲ្យអស់លទ្ធភាពដោយប្រើប្រាស់ផលិតផលក្នុងស្រុកតាមរយៈការភ្ជាប់ទំនាក់ទំនងនៅផលិតផលមួយចំនួនដែលយើងអាចផ្គត់ផ្គង់ខ្លួនឯងបានហើយជំនួសទៅដល់ការនាំចូលឧទាហរណ៍ជាក់ស្ដែងជ្រូកនៅក្នុងស្រុកយើងអង្គររាជរដ្ឋាភិបាលកំពុងតែវាយតម្លៃរៀបចំជាយុទ្ធសាស្ត្រមួយដើម្បីយើងឈានទៅដល់ការជ្រើសរើសនៅដំណាំយុទ្ធសាស្ត្រមួយចំនួនដែលរាជរដ្ឋាភិបាលដាក់ទិសដៅនៅក្នុងការធានាការផ្គត់ផ្គង់ជំនួសការនាំចូលនេះគឺជាការជំហានយើងមិនអាចរើស100មុខហើយធានា100មុខថាយើងឈប់នាំចូលតលតែយើងដាក់ពន្ធដាក់អីអាហ្នឹងប៉ះពាល់ជាមួយ WTO ប៉ុន្តែយើងត្រូវមានភាពច្បាស់លាស់ថាការទប់នៅការនាំចូលមិនមែនដោយសារការដាក់ពន្ធឬមួយការដាក់វិធានការបច្ចេកទេសដើម្បីទប់គេមិនឲ្យចូលនោះទេវាត្រូវការបង្កើនសមត្ថភាពរបស់អ្នកផលិតនៅក្នុងស្រុកឲ្យមានសមត្ថភាពផលិតគុណភាពល្អតម្លៃសមរម្យទើបយកឲ្យអ្នកហូបបាទបើសិនជាយើងបិទមិនឲ្យនាំចូលប៉ុន្តែការផលិតនៅក្នុងស្រុកយើងថ្លៃអត់គុណភាពតើប្រជាពលរដ្ឋយើងហូបទេបាទយើងមិនយុត្តិធម៌សម្រាប់អ្នកទិញហូបទេអញ្ចឹងមានតែជួយកសិករយើងយ៉ាងណាធ្វើយ៉ាងណាឲ្យគាត់ផលិតកាន់តែថោកផលិតថ្លៃដើមកាន់តែថោកលក់តម្លៃសមរម្យគុណភាពល្អឲ្យគាត់នៅតែចំណេញដើម្បីឲ្យប្រជាពលរដ្ឋយើងអាចមកទិញព្រោះយើងត្រូវផ្សារទីផ្សារដើម្បីទាញគាត់ដោយកសិករយើងមិនអាចទៅបង្ខំគាត់ឲ្យធ្វើវិស័យបាទប្រើប្រាស់ជីអីមួយធ្វើតាមគេថាផែនការណាមួយឬមួយគម្រោងណាមួយទេបញ្ញឯកឧត្តមដិតទីណាប្រាប់មកតែបច្ចេកវិទ្យាគេថាតាមបច្ចេកទេសជីគេប្រើតែប៉ុណ្ណេះប៉ុន្តែកសិករក៏អត់ជឿខ្ញុំធ្លាប់ទៅធ្វើប៉ុណ្ណេះខ្ញុំមិនហ៊ានបន្ថយទេអញ្ចឹងគាត់នៅតែបាយច្រើនតលតែយើងបង្ហាញគាត់ពីផលប្រយោជន៍ជាក់ស្ដែងអញ្ចឹងត្រូវតែធ្វើការលក់ការទិញដូចគ្នាបើឲ្យប្រជាពលរដ្ឋទិញផលិតផលនៅក្នុងស្រុករបស់យើងតើតែយើងធ្វើយ៉ាងណាឲ្យកសិកររបស់យើងមានភាពប្រកួតប្រជែងព្រោះយើងត្រូវដោះស្រាយទាំងអ្នកហូបទាំងអ្នកផលិតសម្រាប់បកផ្សេងគេអាចស្រែកគេទៅជួបអ្នកហូបគេអាចស្រែកថាផលិតផលថ្លៃចង់ឲ្យផលិតផលចុះគេអាចទៅជួបអ្នកផលិតទៅប្រាប់ថាធ្វើឲ្យរបស់នឹងឡើងថ្លៃតែសម្រាប់រាជរដ្ឋាភិបាលត្រូវធានាតុល្យភាពទាំងពីរជីវភាពរបស់កសិករនិងជីវភាពរបស់ប្រជាពលរដ្ឋដែលជាអ្នកទិញហូបបាទបើតម្លៃកសិផលថ្លៃតម្លៃទំនិញថ្លៃអ្នកទិញហូបដែលជាមន្ត្រីរាជការអត់មានពេលទៅដាំប្រកាសជាចំណាយលុយកាន់តែច្រើនទៅលើអាហារហើយអញ្ចឹងជីវភាពរស់នៅក៏មានការប៉ះពាល់អញ្ចឹង
ការយកចិត្តទុកដាក់របស់យើងនៅក្នុងការស្របទីផ្សារក្នុងស្រុកគឺយើងរៀបចំជាយុទ្ធសាស្ត្រឲ្យធ្វើយ៉ាងណាគិតគូរអំពីដំណាំឬមួយក៏ការចិញ្ចឹមសត្វមួយចំនួនដែលជាយុទ្ធសាស្ត្រពីមួយជំហានទៅមួយជំហានយើងមានស្រូវឥឡូវយើងមានសាច់ជ្រូកទៅថ្ងៃមុខតើសាច់អីទៀតដែលយើងអាចធានាផ្ទៃក្នុងហើយយើងបុកទៅជួយនៅក្នុងវិស័យនេះតែម្ដងតាមរយៈរូបមន្តផ្សេងដូចជាកសិកម្មទំនើបឬមួយអីដើម្បីយកមកគេតាមទំនិញមួយមុខម្ដងជាជំហានដើម្បីឈានទៅដល់ការធានាការគ្រប់គ្រងក្នុងស្រុកនេះគឺជាកិច្ចការជាក់ស្ដែងធ្វើយ៉ាងណាឲ្យដើរសិនយើងកុំចង់លោកថាត្រូវធ្វើម្ដងអានេះ10 20មុខទៅធ្វើឲ្យជោគជ័យអត់ទៅរួចទេយើងត្រូវទទួលស្គាល់ការពិតបាទមូលដ្ឋានផលិតរបស់យើងមានបញ្ហាប្រៀបធៀបជាមួយប្រទេសជិតខាងកន្លែងខ្លះយើងនៅថ្លៃបាទអញ្ចឹងបើអ្វីដែលមិនយើងខំឲ្យមូលដ្ឋានយើងមិនប្រកួតប្រជែងទេយើងមិនបាច់ផ្ដោតទៅលើអាហ្នឹងយើងមើលស្អីដែរប្រកួតប្រជែងឧទាហរណ៍បើចិញ្ចឹមសត្វមួយយើងមិនអាចធានាប្រកួតប្រជែងជាមួយប្រទេសផ្សេងនាំចូលយើងជួយគាត់ហើយប៉ុន្តែយកទៅមើលវារីវប្បកម្មឬមួយប្រភេទអីផ្សេងដែលយើងអាចធានាបានយើងជួយគាត់កម្រិតណាដោយជ្រូកយើងជួយមករយៈខ្លីទេគាត់អាចធានាបាននេះគឺជាគោលដៅនៅក្នុងការផ្គត់ផ្គង់ទីផ្សារក្នុងស្រុកពេលជាមួយគ្នាយើងត្រូវបង្កើតផលិតខ្សែចង្វាក់ពីអ្នកផលិតទៅទីផ្សារឲ្យកាន់តែប្រសើរឡើងបាទតាមរយៈការរៀបចំរូបមន្តផ្សេងឧទាហរណ៍ថារៀបចំកុងត្រារវាងទីផ្សារនៅក្នុងស្រុកផ្សារម៉ាក្រូផ្សារ Lucky ផ្សារអីគាត់ចង់ទិញប៉ុន្តែគាត់ទៅធ្វើកុងត្រាយ៉ាងម៉េចដើម្បីធានាបានការពុតគង់ឲ្យគាត់ត្រឹមត្រូវយើងរៀបចំហើយនេះក៏ជាផ្នែកមួយនៃការរៀបចំសហគមន៍កសិកម្មទំនើបនេះគឺជាវិធីសាស្ត្រនៅក្នុងការដោះស្រាយបញ្ហាក្នុងស្រុកបញ្ហាក្រៅស្រុកយើងផលិតលើសពីតម្រូវការដោយសម្ដេចតេជោវាប្រសាសន៍ហើយក៏ដូចជាថ្នាក់ដឹកនាំបានវាប្រសាសន៍ថាពីឆ្នាំចិត្តជាងយើងហូបច្រើនជាងផលិតឥឡូវយើងផលិតច្រើនជាងហូបតើយើងយកទៅណាបើយើងមិនធ្វើពាណិជ្ជកម្មខាងក្រៅយើងនឹងមានតែជំរើសពីរទីចាក់ចោលឬមួយក៏ប្រាប់ប្រជាជនកុំឲ្យផលិតលើសបាទតែបើអត់ទេយើងត្រូវតែខិតខំរកទីផ្សារដែលយើងមានមោទនៈថាឥឡូវយើងនាំចេញទៅ95ប្រទេសហើយយើងមានផលិតផលច្រើនណាស់មិនមែនតែស្រូវស្វាយចន្ទីនោះទេប៉ុន្តែអ្វីដែលសំខាន់គោលដៅសម្រាប់ទៅក្រៅនោះគឺការធ្វើយ៉ាងណាដើម្បីទាញយកតម្លៃបន្ថែមឲ្យជាអតិបរមាឲ្យកសិកររបស់យើងផលិតផលរបស់យើងមិនរើសថានាំចេញទៅវៀតណាមនាំចេញទៅថៃនាំចេញទៅឡាវនាំចេញទៅអាមេរិកនៅបារាំងនៅអឺរ៉ុបនៅអាហ្វ្រិកនាំចេញទៅណាក៏ដោយគោលដៅរបស់យើងឲ្យតែបានតម្លៃល្អឲ្យកសិកររបស់យើងនេះគឺជាគោលដៅរបស់យើងអត់រើសទេបាទប៉ុន្តែលទ្ធភាពបើសិនជាយើងពឹងផ្អែកតែទីផ្សារមួយឧទាហរណ៍ថាស្រូវយើងបុកច្រើនទៅកាកើតនេះហើយគឺជាបញ្ហាដែលថាតម្លៃអាចមានបញ្ហាអញ្ចឹងបានជាយើងខិតខំដាក់ទិសដៅដើម្បីរុញស្រូវកចេញទៅក្រៅឲ្យបានច្រើនធ្វើពិពិធកម្មនៅទីផ្សារបាទព្រោះចង្កាលប្រទេសមួយយើងពឹងច្រើនពេលខ្លះគាត់អត់ទិញដែរអញ្ចឹងត្រូវចោលយើងត្រូវបើកច្រកផ្សេងទៀតការបើកច្រកផ្សេងទៀតគឺធានាឲ្យយើងនៅការលទ្ធភាពនៅក្នុងការនាំចេញតម្លៃខ្ពស់មិនបាច់ចាំប្រទេសជិតខាងប្រទេសទី3ព្រោះឥឡូវបើស្រូវយើងចេញតាមប្រទេសទី3គេទិញយកទៅតម្លៃប៉ុណ្ណេះដើម្បីនាំចេញទៅប្រទេសបារាំងឬមួយក៏ប្រទេសទី3តម្លៃប៉ុណ្ណេះអញ្ចឹងគេទិញពីយើងក៏មិនសូវថ្លៃតែបើយើងអាចធ្វើត្រង់ទៅប្រទេសទី3យើងអាចកាត់យើងអាចទាញតម្លៃបានច្រើនផលទៅណាគឺយើងអាចទិញធ្លាក់ថ្លៃបានច្រើនទិញទៅកសិករយើងបានល្អហើយធ្វើពិពិធកម្មសេដ្ឋកិច្ចខាងកសិកម្មនេះគឺជាការធ្វើពិពិធកម្មមិនមែនត្រឹមតែសេដ្ឋកិច្ចទេប៉ុន្តែក៏ជាការជួយនៅក្នុងផ្នែកនយោបាយការទូតផងដែរការនាំចេញរបស់យើងឥឡូវប្រទេសជាច្រើនយើងឃើញហើយគេចាប់ផ្ដើមប្រើប្រាស់ពាណិជ្ជកម្មជាអាវុធបើសិនជាយើងពឹងតែលើការនាំចេញផ្នែកកបនសាផ្នែកឧស្សាហកម្មទៅតាមប្រទេសមួយចំនួនធ្វើឲ្យយើងអាចជាប់សម្ពាធនៅក្នុងការចរចាឬមួយក៏គេអាចប្រើប្រាស់ជាអាវុធពេលដែរក៏បាន
ប៉ុន្តែបើយើងពិពិធកម្មការនាំចេញផ្នែកកសិកម្មទៅទីផ្សារផ្សេងនិងផលិតផលផ្សេងទៅទីផ្សារផ្សេងក៏វាជួយបង្កើតតុល្យភាពមិនឲ្យពឹងផ្អែកព្រោះជាងកាលវាមិនមែនរឿងអាវុធប្រើប្រាស់ជាអាវុធក៏ដោយឧទាហរណ៍ថាសេដ្ឋកិច្ចនៅអាមេរិកសេដ្ឋកិច្ចនៅអឺរ៉ុបស្រាប់តែចូល recession ដោយសារគោលនយោបាយរបស់គាត់ឈប់តិចមិនដោយសារនេះទេអញ្ចឹងយើងមានទីផ្សារនៅឥឡូវយើងបើកទីផ្សារនៅមជ្ឈមបូព៌ាយើងបើកទីផ្សារនៅអឺរ៉ុបយើងបើកទីផ្សារនៅអាហ្វ្រិកបើកទីផ្សារនៅអាស៊ានផងដែរដើម្បីធ្វើយ៉ាងណាឲ្យការនាំចេញរបស់យើងបើទីផ្សារមួយមានបញ្ហាកុំឲ្យយើងពឹងហើយនេះហើយដូចជាបញ្ហាទេសចរយើងនៅខេត្តសៀមរាបដែលឥឡូវយើងកំពុងដាក់ទិសដៅជំរុញខេត្តសៀមរាបកុំឲ្យពឹងផ្អែកតែទៅលើទេសចរសុទ្ធមកផ្នែកគឺកសិឧស្សាហកម្មឲ្យសិលយើងមានពលានយន្តហោះអញ្ចឹងយើងនឹងជំរុញថ្ងៃក្រោយអាចមានកម្មន្តសាស្ត្រឥឡូវមានការគិតគូរអំពីរៀបចំជាភស្តុភារកម្មនៅទីនោះបាទធ្វើយ៉ាងណាកុំឲ្យពឹងផ្អែកតែមួយមុខព្រោះប្រជាពលរដ្ឋយើងបើសិនជាមានបញ្ហាលើវិស័យណាមួយអាចជម្លៀសចូលទៅក្នុងវិស័យផ្សេងទៀតក្នុងពេលចាំបាច់ហើយពេលជាមួយគ្រាត្រីមកកត្រកបើស្អុយមួយស្អុយទាំងអស់យើងមិនគួរដាក់ត្រីនៅក្នុងកត្រកតែមួយទេបាទចំពោះវិស័យកសិកម្មដែលយើងច្រើនការរុញប្រទេសនៅខាងក្រៅនេះការរុញផលិតផលយើងនៅខាងក្រៅនេះគឺជាកិច្ចការសំខាន់ដែលយើងត្រូវធ្វើហើយការសំខាន់បំផុតគឺការកំណែទម្រង់នៃការរៀបចំបើកទីផ្សារនិងការពង្រឹងបច្ចុប្បន្នយើងឃើញថាមូលហេតុដែលយើងមានកំណត់ផលិតផលយើងមានប៉ុន្តែការនាំចេញមិនទាន់ប្រតិកលាគ្នានៅច្រើនទៅឡើយដោយសារបញ្ហាមួយចំនួនបញ្ហាស្តង់ដារឧទាហរណ៍ស្តង់ការចរចាបច្ចេកទេសមួយចំនួនប៉ុន្តែមួយទៀតគឺការខ្សែច្រវាក់ផ្ទៃក្នុងរបស់យើងឧទាហរណ៍ថាប្រទេសមួយចង់កុងត្រាទិញកយើង 100000 តោនអត់មានក្រុមហ៊ុនណាមួយហ៊ានធ្វើទេព្រោះម៉ាស៊ីនយ៉ាងច្រើនតែ3ទៅ40000 តោនដោយសារយើងគ្មានកន្លែងដែលថាប្រមូលផ្ដុំស្តុកជាមាត្រដ្ឋានធំអញ្ចឹងខ្ញុំបានឲ្យប្រឌិតទៅលើខ្សែច្រវាក់ហេតុអីបានជាយើងចេញបានតិចស្វ័យចន្ទទីដូចគ្នាអញ្ចឹងយើងប្រឌិតមើលថាតើនៅក្នុងខ្សែច្រវាក់នៃផលិតកម្មនេះ value chain នេះតើវាបាត់នៅកន្លែងណាយើងបាត់នៅសមត្ថភាពមួយសម្រាប់ស្រូបយកប្រមូលស្តុកនិងធានានៅការសម្រាប់បម្រើឲ្យការច្នៃនិងការនាំចេញទ្រង់ទ្រាយធំចឹងហើយបានជារាជរដ្ឋាភិបាលកំពុងរៀបចំអនុវត្តនៅគម្រោងជាសាកល្បង pilot program project មួយគឺសម្រាប់ស្វ័យចន្ទទីនៅកំពង់ធំដែលយើងគ្រោងរៀបចំជាសួនឧស្សាហកម្មបែបថ្មីសួនឧស្សាហកម្មនេះមានលក្ខណៈខុសពីសួនឧស្សាហកម្មឬមួយតំបន់សេដ្ឋកិច្ចផ្សេងដែលកន្លងទៅជារបស់ឯកជននេះគឺជារបស់រដ្ឋចេញដីឯកជនដាក់វិនិយោគហើយធ្វើម៉េចជួលកន្លែងហ្នឹងឲ្យទៀបទៅឲ្យអ្នកផ្សេងទៀតហើយរដ្ឋជួយនៅក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធកន្លែងដែរការកំណត់នៅអាជ្ញាប័ណ្ណសម្រាប់អ្នកកែច្នៃស្វ័យចន្ទទីបញ្ហាយើងបើសិនជាយើងមិនកំណត់ទេក្រុមហ៊ុនដែលមកច្នៃនេះអាចមានបញ្ហាបើសិនជាគាត់ដាក់ទុន50 100 លានផលិតបរិមាណសម្រាប់ជាមួយ20-30 ម៉ឺនហិកតាហើយបើយើងឲ្យគាត់10-20-30នៅពេលដែលយើងមានតែ50 ម៉ឺនហិកតានេះជាបញ្ហាអញ្ចឹងបានយើងរៀបចំយុទ្ធសាស្ត្របែបនេះដើម្បីយើងកំណត់ឲ្យមានប្រសិទ្ធភាពប៉ុន្តែនៅក្នុងខ្សែច្រវាក់អ្នកទិញអ្នកអីមួយចំនួនយើងអត់កំណត់ទេគាត់ប្រកួតអីប្រកួតចុះនេះគឺជាការគិតគូរអំពីការធានានៅការនាំចេញបានតើតើមានមាត្រដ្ឋានបានតើតើមានមាត្រដ្ឋានក្នុងការផលិតបាទព្រោះបើយើងនាំចេញតូចយើងប្រកួតអត់ឈ្នះគេទេហើយបើសិនជាក្រុមហ៊ុនយើងតូចទៅប្រកួតអត់មានមាត្រដ្ឋានទេទៅមិនរួចទេបាទផលិតផលថ្លៃដើមក៏ខ្ពស់ទីផ្សារក៏តូចយើងអត់ទៅអញ្ចឹងមានតែប្រមូលផ្ដុំគ្នារៀបចំ capacity ហើយធ្វើការជាមួយដៃគូណាដែលមានសក្តានុពលយើងមានក្រុមហ៊ុនជប៉ុនដោយក្រុមហ៊ុនមកពីប្រទេសមួយណាទៀតហូឡង់ដែលមានទីផ្សារនៅខាងក្រៅប៉ុន្តែយើងត្រូវធានាថាគាត់អាចទិញបានបាទអញ្ចឹងហើយបានជាការដាក់គិតគូរចេញនៅគេថាកូតានៃចំនួន
សហគ្រាសឬមួយរោងចក្រកែច្នៃដែលកម្រិតធំបាទដើម្បីឲ្យគាត់មានលទ្ធភាពពង្រីកហើយជួយយើងបើគាត់ពង្រីកគាត់ជួយយកទីផ្សារឲ្យយើងគាត់ជួយបច្ចេកទេសយើងដល់កសិករព្រោះសួនឧស្សាហកម្មក្តីរោងចក្រកែច្នៃក្តីវាជាឧបករណ៍គោលដៅធំរបស់យើងគឺជួយកសិករទាំងជួយវិស័យនេះបាទគាត់ធ្វើគាត់ចំណេញគាត់ខាតយើងឲ្យរួចពន្ធឲ្យអីប៉ុន្តែអ្វីដែលចង់បានគឺចង់ឲ្យតាមរយៈគាត់រកទីផ្សារឲ្យកសិកររបស់យើងនេះជាការពិតបើយើងដាក់ទិសដៅខុសយើងកំណត់ខុសយើងគិតថាឲ្យតែក្រុមហ៊ុនចំណេញឲ្យគិតតែផលចំណេញរបស់ក្រុមហ៊ុនអត់ទេនេះគឺជាមធ្យោបាយរបស់យើងដើម្បីយកច្រកអ្នកផលិតរបស់យើងយកទៅកាន់ទីផ្សារអន្តរជាតិចឹងយើងកុំខ្លាចឲ្យដីត្នេឲ្យដីហ្វ្រីទៅគេយើងកុំខ្លាចឲ្យពន្ធទៅគេរួចដើម្បីគេជួយកែច្នៃជួយបង្កើនប្រសិទ្ធភាពផលិតជួយទិញពីកសិកររបស់យើងឲ្យបានច្រើនគោលដៅសំខាន់ដែលខ្ញុំនិយាយរបស់កសិកម្មគឺកសិករបាទអ្នកវិនិយោគទៅលើការកែច្នៃគឺជាអ្នកចូលរួមក្នុងធាតុផ្សំគេថាតួអង្គបន្ទាប់បន្សំដូចយោធាយើងថាគោលដៅសំខាន់និងគោលដៅបន្ទាប់បន្សំគោលដៅសំខាន់គឺកសិករនិងទីផ្សារសម្រាប់កសិផលរបស់យើងអញ្ចឹងមធ្យោបាយនឹងការរៀបចំបែបនេះគឺជាអ្វីដែលរាជរដ្ឋាភិបាលកំពុងតែធ្វើសាកល្បងលើក3ទី1គឺស្វាយចន្ទទីទី2គឺស្រូវអង្គបាទយើងរៀបចំជាក្រុមហ៊ុនមេមួយហើយទីទៀតខ្ញុំនឹងនិយាយពីការរៀបចំហិរញ្ញប្បទានព្រោះឥឡូវយើងពឹងតែថវិការដ្ឋថវិកាខ្ចីពីធនាគារឬមួយក៏កម្ចីតែនៅមានរូបមន្តដែលខ្ញុំឲ្យខាងសេដ្ឋកិច្ចខាងវិស័យឯកជនរបស់យើងឬក្រសួងរបស់យើងគិតគូរទុនឯកជនច្រើនណាស់នៅក្នុងប្រទេសរបស់យើងប៉ុន្តែអត់មានច្រកចូលបាទយើងត្រូវបង្កើតរូបមន្តណាមួយកញ្ចប់ណាមួយដើម្បីឲ្យទុនទាំងអស់នោះអាចវិនិយោគចូលរួមបានតិចច្រើនប្រទេសផ្សេងគេធ្វើហើយគេលក់ជា share គេលក់ជាភាគអូនគេលក់ជាបនហើយមូលបត្រគេលក់ជាសន្ទុះស្គាល់ទៅពាក្យបច្ចេកទេសនេះគឺជាត្រូវគិតគូរអំពីនវានុវត្តន៍នៅការប្រមូលគៀកោថវិកាបាទអញ្ចឹងតាក់ទងទៅនឹងការឈ្នូលនេះខ្ញុំសូមទូលសម្ដែងយើងវែងបន្តិចប៉ុន្តែនេះគឺយើងធ្វើនៅក្នុងវិស័យស្រូវអង្គយើងបានជួបប្រជុំជាមួយវិស័យស្រូវអង្គជាមួយវិស័យឯកជនខ្ញុំបានតាំងពីដើមទីមកគឺយើងឲ្យវិស័យឯកជនជាតួអង្គនៅក្នុងការជួយគិតជួយធ្វើជួយទទួលខុសត្រូវហើយកិច្ចការនេះយើងបានអនុវត្តច្រើនហើយក្នុងវិស័យស្វ័យចន្ទទីគ្រប់បតិកលាទាំងអស់ទាំងអ្នកបច្ចេកទេសរបស់យើងជាមួយនឹងវិស័យឯកជនធ្វើការគៀកស្មារជាមួយគ្នាយករូបមន្តដែលឯកភាពគ្នាធ្វើទី2វិស័យស្រូវអង្គដូចគ្នាយើងបានដាក់គោលការណ៍នៅក្នុងការខ្ចីថវិកាពីក្រៅមកដើម្បីធ្វើសៃឡូប្រមាណ100តែជាងដូចជាង10ឆ្នាំហើយយើងអត់ទាន់បានចែកខ្ញុំថាឥឡូវចប់យើងបង្កើតរូបមន្តនេះយើងធ្វើតែម្ដងទី2បង្កើតក្រុមហ៊ុនមេមួយដើម្បីធានានៅក្នុងការប្រមូលទិញកម្រិតណាមួយព្រោះឥឡូវដោយសារយើងអត់មានសមត្ថភាពប្រមូលទិញកម្រិតធំបានជាក្រុមហ៊ុននាំចេញរបស់យើងអត់ហ៊ានកងត្រាធំតែបើសិនជាមានក្រុមហ៊ុនមួយដែលអាចធានាបាន20-30 តោនមិនបាច់ទាំងអស់ទេក្រុមហ៊ុនតូចដែលនាំចេញក៏គាត់ហ៊ានទៅកងត្រាជាមួយគេដែរព្រោះគាត់អាចកងត្រាពីយើងទិញបានបន្ថែមព្រោះឥឡូវសួរទៅគឺយើងខ្វះចន្លោះនឹងហើយរដ្ឋរៀបចំយន្តការនេះគឺយើងអន្តរាគមតែចំណុចនេះដែលខ្វះខាតរៀបចំសៃឡូនិងការប្រមូលទិញនិងការដាក់ទុនបង្វិលនៅក្នុងការធានាដើម្បីធ្វើយ៉ាងណាឲ្យខ្សែច្រវាក់នៃផលិតកម្មរបស់យើងតាំងពីអ្នកផលិតរហូតដល់ទីផ្សារខាងក្រៅវាដើរមកហើយប៉ុន្តែវាខ្វះអាកន្លែងនេះឥឡូវប្រទេសជិតខាងគឺជាអ្នកដើរតួនាទីហៅមានតែនេះប្រទេសជិតខាងមានសមត្ថភាពរាប់សែនហិកតារាប់សែនតោនស្តុកទុកយើងអត់មានទេអញ្ចឹងគេប្រមូលទិញឲ្យដែលសល់ពីយើងយកទៅស្តុកនៅគេដល់ហើយគេនាំចេញឥឡូវយើងបង្កើតលទ្ធភាពស្តុកនៅស្រុកយើងដើម្បីជាមធ្យោបាយការផ្គត់ផ្គង់ការប្រមូលទិញបើមានលទ្ធភាពធំបែបនេះយើងអាចធានាតម្លៃពេលដែលមានការលំបាកហើយធានានៅគេថាវត្ថុធាតុដើមឬមួយក៏ទុនដើមសម្រាប់អ្នកនាំចេញរបស់យើងគាត់អាចកងត្រាកែវបាន
នេះគឺជាការគិតគូររបស់យើងទី3គឺជីនេះសំខាន់ណាស់សម្ដេចព្រះអង្គម្ចាស់ឯកឧត្តមលោកជំទាវជីមិនមែនគ្រាន់តែជាវត្ថុធាតុដើមក្នុងការផលិតទេជីគឺជាយុទ្ធសាស្ត្រពឹងដង្ហើមគេដកថ្ងៃណាមួយគេចោះធ្វើបើសិនជាមានបញ្ហាជីគេក្លុកតែថ្លៃជីយើងងាប់បិទតែជីយើងអត់មានលទ្ធភាពអញ្ចឹងសមត្ថភាពនៅក្នុងការផលិតជីខ្លួនឯងនេះត្រូវតែខិតខំធ្វើប៉ុន្តែយើងប្រឈមបញ្ហាច្រើនតម្លៃយើងខ្ពស់សមត្ថភាពយើងតិចខ្ញុំបានជួបជាមួយនឹងឯកឧត្តមមករដ្ឋីឯជាមួយនឹងថ្នាក់ដឹកនាំរបស់យើងក្រសួងសុខកសិកម្មបូកជាពិសេសឥឡូវខ្ញុំបានប្រគល់ភារកិច្ចឲ្យអ្នកវិស័យឯកជនក្នុងវិស័យជីព្រោះខ្ញុំគិតថាបើចង់ដឹងចង់ធ្វើអា business តទៅសួរអ្នក business បាទអញ្ចឹងយើងបានថ្ងៃមុនបានជួបហើយបានសុំឲ្យអ្នកអង្គការមូលរដ្ឋីអង្គការផែហុកឈួនអង្គការហ៊ុនឡាក់ហេងឡុងនិងអ្នកជំនាញនៅក្នុងវិស័យកសិកម្មចំនួនជួយសិក្សាអំពីលទ្ធភាពក្នុងការផលិតជីក្នុងស្រុកក្នុងកម្រិតណាមួយមិនថាជីធម្មជាតិឬមួយក៏ជីគីមីបើមិនបាន 100% ក៏យ៉ាងហោចណាស់ធានា 30% នៃសមត្ថភាពរបស់យើងព្រោះនេះគឺជាកិច្ចការសំខាន់គុណភាពបរិមាណនិងតម្លៃហើយយើងអាចមានលទ្ធភាពធ្វើនៅក្នុងកិច្ចការនេះហើយកិច្ចការនេះក្រុមការងារកំពុងតែសិក្សាធ្វើយ៉ាងណារូបមន្តយ៉ាងណាដើម្បីយើងធានាអញ្ចឹងយុទ្ធសាស្ត្រវត្ថុ3នេះគឺផលិតផល3នេះដែលរាជរដ្ឋាភិបាលបានកំពុងតែរៀបចំសាកល្បងស្វាយចន្ទីស្រូវអង្គរហើយនឹងជីតាក់ទងនឹងការផលិតព្រោះឥឡូវបើយើងយកផលិតទូចយើងទិញទូចវត្ថុធាតុដើមថ្លៃហើយបានទៅចែកពីគេចែកពីប្រទេសជិតខាងផងយើងមិនអាចធ្វើបានយើងយកភាគច្រើនផលិតទៅក្រៅយកមកការលាយក៏អត់មានគុណភាពច្បាស់លាស់នេះហើយគឺជាកិច្ចការងារពិតណាស់មានក្រុមហ៊ុននាំចូលមួយចំនួនដោយអង្គការផែហុកឈួនមួយគាត់មានស្តង់ដារប៉ុន្តែគាត់ក៏ចូលរួមឯកភាពបើសិនជាមានអង្គការពូពុយក៏គាត់គ្រប់គ្រងបាទគាត់គ្រប់គ្រងមុតគេគាត់ថាបើសិនហើយអង្គការហើយឡងនឹងផ្សេងហើយក្នុងវិស័យកសិកម្មសមាគមត្រូវអង្គក៏មានការចូលខ្ញុំគិតថារបស់បើប្រទេសគេធ្វើបានខ្មែរយើងក៏ធ្វើបានដែរបាទទោះបីវាប្រឈមអីក៏ដោយគ្រាន់តែប្រហែលយើងយករូបមន្តមិនទាន់ត្រូវហើយបើសិនជាយើងរូបមន្តរត់មិនខ្លាចនៅក្នុងការជួយរូបភាពណាព្រោះការផលិតជាមធ្យោបាយគោលដៅសំខាន់ជួយកសិករបើសិនជាជីផលិតបានម្ចាស់ការបានហើយធ្វើឲ្យតម្លៃដើមរបស់កសិករចុះថោកនេះគឺជាការល្អចំពោះការធានានៅហិរញ្ញប្បទានសម្រាប់កសិកម្មកិច្ចការងារនេះកន្លងទៅយើងមានលទ្ធភាពកំណត់មួយគឺធនាគារអភិវឌ្ឍជនបទកសិកម្មបានទម្លាក់ថវិកាមួយចំនួននិងការធានាមួយចំនួនដើម្បីឲ្យធនាគារពាណិជ្ជជួយផ្ដល់ឥណទានទៅដល់វិស័យកសិកម្មរបស់យើងក្នុងន័យនេះយើងបានផ្ដល់ឥណទាន4ចន្លោះពី4ទៅ7%ទៅដល់វិស័យកសិកម្មពីធនាគារអភិវឌ្ឍជនបទប៉ុន្តែទុននៅមានកំណត់បាទការធានាក៏ដោយហើយនៅក្នុងធនាគារឯកជនក៏មានការចូលរួមនៅក្នុងការផ្ដល់កម្ចីតាមការពៀវនារដ្ឋាភិបាលធនាគារកណ្ដាលរបស់យើងធនាគារជាតិរបស់យើងក៏បានធ្វើការជាមួយវិស័យឯកជនក៏បានសូមធ្វើយ៉ាងណាឲ្យគាត់ជួយផ្ដល់ទុនបច្ចុប្បន្ននេះគឺជាការខិតខំប្រឹងប្រែងរបស់យើងនឹងបន្តទៅទៀតហើយក្រៅពីនោះនឹងគិតគូរពីរូបមន្តមួយចំនួននៅក្នុងការជួយការគោលនយោបាយរបស់រាជរដ្ឋាភិបាលក៏សូមអរគុណដល់សម្ដេចតេជោរាជរដ្ឋាភិបាលពីអាណត្តិមុនដែលបានផ្ដល់អាទិភាពនៅក្នុងការមិនយកពន្ធដីកសិកម្មជីកសិកម្មគ្រឿងយន្តកសិកម្មជាច្រើនផលិតផលធាតុផ្សំកសិកម្មដែលជួយឲ្យកាត់បន្ថយថ្លៃដើមរបស់កសិកររបស់យើងរដ្ឋាភិបាលពីអាណត្តិមុនអាណត្តិនេះក៏បានបន្តនៅអនុគ្រោះនៅពន្ធនៅអាករជាច្រើនដែលបញ្យកសម្រាប់ក្រុមហ៊ុនធុរជនដែលនៅក្នុងវិស័យកសិកម្មដើម្បីជួយនៅក្នុងកសិកម្មនេះការកាត់បន្ថយថ្លៃដើមថ្លៃអគ្គិសនីពិតណាស់យើងមិនអាចជួយអន្តរាគមន៍គ្រប់ពេលកន្លងទៅឆ្នាំ2024នេះអាដាមកែវរតនៈបានរាយការណ៍គឺយើងប្រាក់ជួយបញ្ចុះតម្លៃអគ្គិសនីពីម៉ោង9យប់ទៅម៉ោង7នោះ
ជនរដ្ឋត្រូវចំណាយទុនប្រហែលជិត$3 លានក្នុងការជួយ2024ហើយបើនិយាយទូទាំងប្រទេសរាជរដ្ឋាភិបាលតាមរយៈ EDC ជួយ$128 លានជួយដល់ប្រជាជនទូទាំងប្រទេសដើម្បីកុំឲ្យថ្លៃអគ្គិសនីឡើងនៅតាមប្រទេសផ្សេងដោយសារសង្គ្រាមផងអីផងបានតម្លើងថ្លៃអគ្គិសនីតែកម្ពុជាយើងបានថែរក្សាប៉ុន្តែការប្រើច្រើនវាឡើងហើយប៉ុន្តែតម្លៃក្នុង1គីឡូនៅរក្សាថេរប៉ុន្តែមិនមែនដោយសាររដ្ឋចំណេញគឺដោយសាររដ្ឋបានចេញ$128 លានឆ្នាំ2024ដើម្បីទប់ភាគច្រើនគឺសម្រាប់ផ្ទះប្រជាពលរដ្ឋនេះឯងហើយក្នុងវិស័យកសិកម្មជិត$3 លានដែលរដ្ឋត្រូវចំណាយចំពោះការកាត់បន្ថយមួយទៀតគឺសំខាន់គឺមាត្រដ្ឋានអាដាមប៉ែនស៊ីម៉ុនមិនសូវបីដូចបានលើកអំពីរឿងភូមិមួយផលិតផលមួយខ្ញុំសូមទោសអាដាមប៉ែនស៊ីម៉ុនចំពោះភូមិមួយផលិតផលមួយនេះសម្រាប់វិស័យកសិកម្មក៏យើងប្រហែលមិនអាចធ្វើបានដូចទេទូទៅនោះទេយើងអាចសម្រាប់ផលិតផលនេះមួយចំនួនតូចឬមួយក៏ផលិតផលមួយចំនួនដែលអាចគ្រប់គ្រងទៅដល់វិស័យផ្សេងឧទាហរណ៍ដូចសិប្បកម្មភូមិមួយនៅជុំវិញសៀមរាបអាចជំរុញអានឹងដើម្បីបម្រើឲ្យវិស័យទេសចរណ៍នៅសៀមរាបប៉ុន្តែបើយើងនិយាយពីកសិកម្មយើងត្រូវនិយាយពីមាត្រដ្ឋានបាទបើយើងមិនផលិតច្រើនទេតម្លៃដើមក៏មិនចុះហើយក៏គ្មានបរិមាណសម្រាប់ទៅប្រកួតជាមួយប្រទេសគេដែរឬមួយក៏ផ្គត់ផ្គង់ទីផ្សារយើងដែរអញ្ចឹងដែលយើងជំរុញតាំងពីដើមមកដល់គឺគិតគូរអំពីតំបន់មួយផលិតផលមួយមិនមែនយកពីថៃទេគឺគោលការណ៍របស់យើងដែលគិតគូរអំពីតំបន់អាចគិតពីຂະຫນាតស្រុកຂະຫນាតខេត្តឬមួយក៏ខេត្តច្រើនជួបគ្នាដោយស្វាយចន្ទទីគឺយើងមានបណ្ដុំខេត្តមួយចំនួននេះគឺជាកិច្ចការសំខាន់បើមិនអញ្ចឹងទេគឺយើងមិនអាចធានាបាននៅមាត្រដ្ឋាននៃផលិតផលហើយបើយើងនិយាយស្ថានពីផលិតផលយើងត្រូវទីនិយាយពីមាត្រដ្ឋាននៃការផលិតឬអ្នកផលិតនេះហើយបានជាសហគមន៍កសិកម្មទំនើបដើរតួនាទីសំខាន់យើងមិនអាចយកកសិករម្នាក់ទោះបីជាគាត់មាន500ហិកតាទៅធ្វើដើរតួនាទីជាមាត្រដ្ឋាននោះទេយើងត្រូវធានារាប់ម៉ឺនហិកតារាប់ពាន់ហិកតាកាលពីខ្ញុំនៅជើងគោកដំបូងខ្ញុំជួបជាមួយខាងអភិវឌ្ឍបានសុំយោបល់ខ្ញុំថាឲ្យសុំដើម្បីធ្វើការអភិវឌ្ឍកសិកម្មតសុំដី5000ហិកតាតែ7ហិកតាខ្ញុំថាយើងអត់មានដីទេប៉ុន្តែសុំឲ្យគិតថាគ្រួសារតបមួយគឺជាម្ចាស់ដីនៅក្នុងតំបន់ហ្នឹងដែលសម្ដេចតេជោរដ្ឋាភិបាលប្រគល់ទៅឲ្យកងទ័ពដោយនៅកងពលលេខ9 2000គ្រួសារមាន2000ហិកតាប្រមូលគាត់ជាសហគមន៍ហើយយើងកុំត្រាជាមួយគាត់បង្កើតនៅកុំត្រាហើយក្រុមហ៊ុនម៉ែនសរុនបានធ្វើជាមួយកងពលលេខ7បាន5-600គ្រួសារជាអនុវត្តជាក់ស្ដែងនេះហើយគឺជាអ្វីដែលជាកត្តាដែលខ្ញុំគ្រប់គ្រងឲ្យរាជរដ្ឋាភិបាលជំរុញហើយមិនក៏សូមអរគុណដល់សម្ដេចតេជោដែលបានយកចិត្តទុកដាក់និងជាប់ជំរុញផ្ទាល់នៅក្នុងការជំរុញនៅក្នុងគេហៅសហគមន៍កសិកម្មពាក្យថាសហគមន៍កសិកម្មទំនើបនេះវាខុសពីសហគមន៍ធម្មតាសហគមន៍ខ្លះគ្រាន់តែប្រមូលគ្នាដើម្បីទិញជីឲ្យមកយកលក់ចំណេញជាមួយក៏អន្តរាគមន៍ប៉ុន្តែផលប្រយោជន៍ខុសគ្នាដល់ពេលចំណេញទៅពេលខាតរួមគ្នាពេលចំណេញមានបញ្ហាតែរូបមន្តនៃសហគមន៍នេះគឺត្រូវប្រូការគិតទាំងការលំបាកទាំងការចំណេញត្រូវនៅជាមួយគ្នាបានន័យថាសហគមន៍សមាជិកនៃសហគមន៍គឺជាពាក្យហ៊ុននៃក្រុមហ៊ុននេះអានោះបើតាមការគិតបានន័យថាបើចំណេញខាតអត់មានលួចកេងគ្នាទេគឺចំណេញខាតស្មើគ្នាតាមអត្រាទើបយើងបង្កើតបានបើមិនអញ្ចឹងទេមិនមាននិរន្តរភាពទេធ្វើបានតិចចាប់ដើមឆ្លោះគ្នាដោយសារអត់មានភាពការស្មោះត្រង់និងសហការគ្នាពេលលំបាករត់រកគ្នារកដើម្បីយើងទិញជីល្អស្អីល្អដល់ពេលតម្លៃល្អគេចាប់ដើមមកទាញលក់ឲ្យអ្នកនេះថ្លៃនាំគ្នាលែងឯកភាពគ្នាធ្វើឲ្យបាត់ទំនុកចិត្តគឺមិនទៅមុខទេអញ្ចឹងការកែសម្រួលសំខាន់គឺការកែសម្រួលប្រតិកម្មពីការធ្វើការងារឯកជនមកជាការងារសហគមន៍ដែលរួមគ្នាកុំគិតជាសហគមន៍មិនមែនជាសហគមន៍របៀបបាទដែលយើងថាជាសហគមន៍រវេនោះទេប៉ុន្តែជាម្ចាស់ភាគហ៊ុននៃក្រុមហ៊ុនបាទនេះគឺជាគោលគំនិតបង្កើតក្រុមហ៊ុនមួយដែលទាំងអស់គ្នាដាក់ដីរួមគ្នាហើយ
ទាញផលវិនិយោគរួមគ្នាហើយបានផលមកចែកតាមភាគហ៊ុនពីណាដីធំចែកតាមដឹកដាក់ទុនយ៉ាងម៉េចបាទនេះគឺជាកិច្ចការមួយដែលខ្ញុំសូមអរគុណណាស់ក្រសួងកសិកម្មអាដាមដទីណាបានគិតគូរមកដល់ពេលនេះពួកខ្ញុំជឿថាបើសិនជាយើងគ្មានមាត្រដ្ឋានយើងមិនជ្រះទេហើយបើយើងចង់និយាយពីមាត្រដ្ឋានយើងត្រូវធ្វើយ៉ាងម៉េចឲ្យមានមាត្រដ្ឋាននៃការផលិតហើយបើមាត្រដ្ឋាននៃការផលិតយើងមិនអាចទៅរកដីសម្បត្តិព្រោះយើងលែងចេញដីសម្បត្តិសេដ្ឋកិច្ចទៀតហើយរាប់ពាន់ហិកតារាប់ម៉ឺនហើយយើងមានតែប្រជាពលរដ្ឋនៅទីនោះបាទរូបមន្តកុងត្រានេះតែម្ដងដែលជាអ្វីដែលយើងត្រូវធ្វើហើយនេះហើយគឺជាអ្វីដែលត្រូវធ្វើបាទព្រោះឥឡូវសំបីតែផ្សារម៉ាក្រូគាត់ចង់កុងត្រាជាមួយមួយភូមិបើមួយភូមិនឹងធ្វើមួយផ្ទះនិយាយខ្លួនក៏អត់ធ្វើតែបើមួយភូមិនេះមិន100គ្រួសារឯកភាពដាំបន្លែឲ្យគាត់ធានាឲ្យគាត់នៅវិន័យនៅក្នុងការអនុវត្តដាក់ជីយ៉ាងម៉េចស្អីយ៉ាងម៉េចគុណភាពយ៉ាងម៉េចគាត់ព្រមធ្វើនេះគឺជាសារៈសំខាន់នៃការកំណត់នៃបទដ្ឋានការងារដែលមានការឯកភាពគ្នាហើយខ្ញុំសូមលើកទឹកចិត្តដើម្បីជំរុញបង្កើតសហគមន៍ឲ្យបានច្រើនហើយសូមឲ្យបងប្អូនសហគមន៍ទាំងអស់រួមគ្នាគិតគូរអំពីផលប្រយោជន៍រួមគិតតែខ្លួនជាម្ចាស់ក្រុមហ៊ុនដែលត្រូវធ្វើឲ្យក្រុមហ៊ុននេះមានអាយុវែងចំណេញកាន់តែច្រើនយើងក៏ចំណេញកាន់តែច្រើនរួមគ្នានេះទើបដែរបាទមិនមែនគេថាពេលខាតរត់រកគ្នាដើម្បីកាត់បន្ថយខាតតែដល់ពេលចំណេញរៀងខ្លួននោះទេនេះគឺបញ្ហាបាទអានឹងដែលកាលមុនគេថាពេលខាតរត់ចេញពេលចំណេញឯកជនទុកតែនេះគឺសហគមន៍ពេលខាតសហគមន៍ចេញពេលចំណេញបុគ្គលទុកអានេះគឺអត់ដើរទេបាទហើយខ្ញុំសូមគ្រប់គ្រងទៅលើចំណុចនេះចំពោះភូមិមួយផលិតផលមួយខ្ញុំសូមអាដាមប៉ែនស៊ីម៉ុនកិច្ចការនេះអាដាមអុករបុននៅបន្តធ្វើយើងកំពុងតែឲ្យគិតគូរពីបញ្ហាចលនាសម័យឧដុង្គផ្សេងដើម្បីរៀបចំជាឆាត់មួយហើយអនុវត្តទៅលើកន្លែងណាដែលយើងអាចធ្វើបានសម្រាប់ជូព្រោះកិច្ចការងារនេះផលិតផលនេះក៏មិនមែនអត់ដើរគ្រប់កន្លែងនោះដែរខ្ញុំនិយាយតែរឿងកសិកម្មនោះទេប៉ុន្តែនៅផ្នែកសិប្បកម្មផ្នែកមួយចំនួនដែលជាកត្តាឧទាហរណ៍នៅតំបន់បៃតងជុំវិញតំបន់ទេសចរភូមិមួយផលិតផលនេះសំខាន់បាទមកកន្លែងអាចផលិតមួយដើម្បីជាផលិតផលទេសចរទាញបាននេះគឺជាកិច្ចការល្អហើយជាពិសេសនៅតំបន់សហគមន៍ក្រីក្រសហគមន៍ធម្មជាតិនេះហើយភូមិមួយផលិតផលមួយដែលយើងចង់បាននេះហើយគឺជាផលិតផលដែលយើងត្រូវរុញមិនមែនឈប់ដើរនោះទេព្រោះមាត្រដ្ឋានមិនអាចធ្វើគ្រប់កន្លែងនោះទេនេះហើយគឺជាកិច្ចការសំខាន់ប៉ុន្តែខ្ញុំនិយាយនេះគឺតាក់ទងនៅក្នុងរូបមន្តនៃវិស័យកសិកម្មពាក់ព័ន្ធទៅនឹងគោលការណ៍ធំចំពោះសវត្ថិភាពប្រព័ន្ធធារាសាស្ត្រអាដាមថៅជាថានឹងលើកពីកិច្ចការនេះហើយខ្ញុំសូមរាយការណ៍ជូនសម្ដេចនាយកខ្ញុំបានឲ្យធ្វើការជាមួយនឹងរដ្ឋាភិបាលកូរ៉េតាមរយៈកយការឲ្យសិក្សាអំពីការតបភ្ជាប់ធ្វើបន្លាយតបភ្ជាប់ពីទន្លេមេគង្គលើទៅទន្លេសាបដើម្បីភ្ជាប់ពីទន្លេមេគង្គលើទៅស្ទឹងសែនហើយចាក់ចូលទៅទន្លេសាបដើម្បីធានាតុល្យភាពទឹកព្រោះឥឡូវយើងផ្ដាច់អត់មានអីជាប់ទេយើងហូរមកក្រោមខែប្រាំងគឺហូរមកអស់អញ្ចឹងយើងនឹងសិក្សាកន្លែងនេះហើយថ្ងៃមុខអាចមានលទ្ធភាពភ្ជាប់ពីបឹងទន្លេសាបឆ្ពោះទៅកន្លែងចិត្តប៉ោយប៉ែតដើម្បីចិត្តនៅក្នុងការធានាការដឹកជញ្ជូនរបស់យើងបើសិនជាព្រែកជីកហ្វូណនធ្វើឲ្យប្រព័ន្ធដឹកជញ្ជូនផ្លូវទឹកយើងកាន់តែសំខាន់ប៉ុន្តែពេលមួយជំហាននេះគឺបានឲ្យសិក្សាមួយជំហានសិនអំពីបរិស្ថានអំពីប្រព័ន្ធបច្ចេកទេសធ្វើយ៉ាងណាអាចភ្ជាប់ទន្លេមេគង្គលើដូចនៅខាងកញ្ចេះនៅស្ទឹងត្រែងចុះមកបន្តិចមកភ្ជាប់មកដល់កន្លែងខាងស្ទឹងសែនហើយចាក់មកតែម្ដងដូចប្រហែលជា70គីឡូបើសិនជាយើងធ្វើបានកន្លែងនេះយើងអាចធានាតុល្យភាពទឹករវាងទន្លេមេគង្គនិងទន្លេសាបរបស់យើងហើយអាចជួយទៅដល់ការធានាប្រព័ន្ធធារាសាស្ត្រនិងប្រព័ន្ធទឹកប្រើប្រាស់របស់យើងនៅទូទាំងប្រទេសបាទព្រោះឥឡូវវាភ្ជាប់វាដាច់ខែប្រាំងទឹកឡើងខែវស្សាទឹកស្រកបាទហើយយើងបានធ្លាប់សិក្សាអំពីការគ្រប់គ្រងកន្លែងនេះអញ្ចឹងចំពោះការរៀបចំប្រព័ន្ធលំអិតបន្ថែមនោះឲ្យដំថៅជាថានឹងចំពោះសុវត្ថិភាពចំណីអាហារដែលបានលើកឡើងខ្ញុំសូមឯកភាពចំពោះសម្ដេចនាយករឿងនេះធំណាស់មិនជជែកមកអាដាមកែបណ្ឌិតសភាចាអង្គប៉ុននៃរដ្ឋអាដាម
សសខារឿងនេះគឺតាំងពីដើមអាណត្តិខ្ញុំបានប្រគល់ភារកិច្ចឲ្យអាយដាមអគ្គមនិតសភាចារក្រុមការងារសិក្សាវាតម្លៃព្រោះឥឡូវបញ្ហារបស់យើងមានស្ថាប័នច្រើនពេកនៅក្នុងការត្រួតពិនិត្យសុវត្ថិភាពចំណីអាហារចូលតាមច្រកមានកយដល់ផ្សារមានក្រសួងពាណិជ្ជកម្មចូលក្នុងហាងមានក្រសួងសុខាភិបាលហើយទេសចរពីណាធ្វើអីពីណាទទួលអីមិនត្រឹមតែគេថាគ្នាច្រើនសងខ្លោចអាចឬមួយក៏បាយឆៅប៉ុន្តែថែមទាំងបន្ទុកទៅដល់វិស័យឯកជនផងជួនកាល restaurant មួយមានប្រមាណស្ថាប័នទៅឆែកតើយើងធ្វើម៉េចប៉ុន្តែរឿងនេះគឺជារឿងធំណាស់សម្រាប់យើងទាំងអស់គ្នាពីណាក៏ហូបដែរអាដាមលោកជំទាវសម្ដេចភាសាអាហារនៅទីនេះមានសួរទេថាបន្លែចំណីអាហារមកដល់វាមិនអត់មានអត់បាទអាដាមលោកជំទាវថ្នាក់ដឹកនាំឬមួយក៏បងប្អូនមួយចំនួនគាត់ដាំបន្លែនៅផ្ទះរបស់គាត់ដាំប៉ុន្តែពេលចេញទៅពិធីការពិធីផ្សេងគាត់ហូបកន្លែងផ្សេងអានេះដែលខ្ញុំថាអានេះគ្រោះថ្នាក់ជាងគ្រឿងញៀនទៀតអាគ្រឿងញៀនវាប៉ះពាល់តអ្នកប្រើហើយអសន្តិសុខដែលវាបង្កើតប៉ុន្តែអានេះគឺប៉ះគ្រប់គ្នាបាទយើងការពារមានអង្គរៈរាប់រយនាក់ការពារនៅវិមាននៅទីនេះមិនតិចជាងរាប់រយនាក់ប៉ុន្តែមានពីណាការពារដែលអ្វីដែលយើងដាក់នៅក្នុងពោះនេះគឺជាបញ្ហាប្រជាពលរដ្ឋយើងសុខភាពហើយអានេះគឺវាមិនធ្វើឲ្យភ្លាមវាធ្វើឲ្យសុខភាពទ្រុឌទ្រោមដែលជាបន្ទុករយៈពេលវែងរបស់យើងអញ្ចឹងការគ្រប់គ្រងសុវត្ថិភាពចំណីអាហារសម្ដេចតេជោក៏ដូចជារដ្ឋាភិបាលអាណត្តិមុនបានខិតខំរៀបចំកិច្ចការងារយន្តការជាច្រើនរួមទាំងសាកល្បងនៅក្នុងការដាក់អន្តរក្រសួងឲ្យធ្វើយន្តការរួមជាមួយគ្នាក្រសួងស្ថាប័ននីមួយៗបានខិតខំធ្វើការហើយក្រសួងមហាផ្ទៃក្រសួងពាណិជ្ជកម្មក្រសួងទេសចរក្រសួងសុខាភិបាលបងប្អូនខិតខំធ្វើការងារហើយប៉ុន្តែទៅមានភាពឆក់ល្វែងចឹងហើយទាមទារឲ្យយើងដើម្បីពិនិត្យមើលនៅក្នុងការរៀបចំយន្តការឡើងវិញយើងកំពុងពិចារណានៅយន្តការមួយចំនួនជំរើសមួយចំនួនរួមទាំងការរៀបចំនៅយន្តការដឹកនាំសម្របសម្រួលរួមដែលអាចធ្វើការងារមួយដើម្បីកាត់បន្ថយនៅការជាន់គ្នាអញ្ចឹងយើងនឹងប្រជុំជាក់ស្ដែងនៅពេលខាងមុខឬពី3សេណារីយ៉ូដើម្បីពិនិត្យមើលតែគោលដៅសំខាន់បំផុតគឺត្រូវធ្វើយ៉ាងម៉េចដើម្បីលុបបំបាត់នៅបញ្ហាជាន់គ្នាបញ្ហាឆក់ល្វែងនេះឈានទៅដល់ការបង្ការនៅបញ្ហាចំណីអាហារឬថ្នាំសង្កូវដែលខូចគុណភាពនេះគឺជាកត្តាសំខាន់ហើយខ្ញុំសូមអរគុណណាស់ចំពោះការលើកឡើងនៅចំណុចនេះព្រោះវាពាក់ព័ន្ធទៅនឹងកសិកម្មដែរតែការប្រើប្រាស់និងការហូបចុកនៅផលិតផលកសិកម្មអានេះគឺគិតគូរទាំងពីការដាំដុះបាទព្រោះឥឡូវប្រទេសមួយចំនួនគឺគេហាមមិនឲ្យនាំចូលសម្បីតែនៅថ្ងៃមុននេះអង្គរបស់យើងត្រូវមានបញ្ហាគេឲ្យដោយសារជាតិគីមីចំនួនតរ៉េននៅវៀតណាមគឺរាប់តោនទៅចាក់ចោលដោយសារជាតិគេរកឃើញអាចធ្វើឲ្យកង់ស្ទះអញ្ចឹងការធានារបស់យើងមិនត្រឹមតែសម្រាប់អាហូបចុករបស់យើងទេប៉ុន្តែធានានៅការប្រព័ន្ធពាណិជ្ជកម្មរបស់យើងនិងផលិតផលរបស់យើងដែលទទួលស្គាល់ពីប្រជាពលរដ្ឋរបស់យើងបូកជាមួយនឹងអន្តរជាតិគឺត្រូវធ្វើយ៉ាងណាធានានៅបច្ចេកទេសទាំងអស់ទាំងការដាំដុះទាំងសុវត្ថិភាពចំណីអាហារចំពោះការប្រឡងបណ្ដាំងខ្ញុំនេះគឺសូមអរគុណចំពោះប្រសាសន៍ណែនាំរបស់សម្ដេចអគ្គមហាសេនាបតីប្រជូហើយកន្លងទៅយើងមានយន្តការប្រឡងបណ្ដាំងកម្រិតថ្នាក់ជាតិសម្រាប់វិស័យឯកជននិងវិស័យអប់រំនិងសុខាភិបាលយើងខ្ញុំសូមឲ្យអាដាមហងជួននរុនមែនទេអាដាមហ៊ុនម៉ាណីអាដាមដិតទីណាដើម្បីរៀបចំបន្ថែមមួយទៀតចូលក្នុងអង្គភាពវិស័យកសិកម្មនៅក្នុងការប្រកួតប្រជែងថ្នាក់ជាតិមួយដែលឡែកថ្នាក់ក្រសួងថ្នាក់ខេត្តរាជធានីរាជធានីរឿងកសិកម្មប៉ុន្តែនៅថ្នាក់ខេត្តគួរមានកិច្ចគូអំពីការលើកយោបល់មិនត្រឹមតែមន្ត្រីកសិកម្មទេតែអង្គភាពកសិកម្មបើន័យថាមន្ទីរឬមួយក៏ការលេខកម្រិតតាមួយដែលអាចជួយបានចំពោះការធ្វើវិមជ្ឈការឬមួយក៏ប្រតិភូកម្មឯកសារសិទ្ធិនៅក្នុងការចុះអីនោះគឺសូមឲ្យក្រសួងបណ្ឌិតមើលជាក់ស្ដែងទៅអ្វីដែលយើងអាចធ្វើបានធ្វើយ៉ាងណាព្រោះផលិតផលខ្លះនាំចេញត្រូវការបាទធ្លុំធ្លាប់អន្តរាគមន៍ម្ដងកាលនោះដូចជំនាន់អាដាមវេសុខុនឬមួយក៏ពីណាដែលທາງកាលនោះគឺសុំការបោះត្រានាំចេញពីខេត្តសៀមរាប
នៅការឯកភាពរបស់ក្រសួងដើម្បីដាក់ផលិតផលពីកប៉ាល់ហោះចេញទៅបើសិនជាត្រូវយកឯកសារពីពេញវាអាចយូរដោយសារផលិតផលខ្លះគ្រឿងហូបស្វាយអីខ្លះវាទុកយូរអត់បានអញ្ចឹងគឺមានការប្រគល់ប្រតិភូកម្មប៉ុន្តែកិច្ចការទាំងអស់នេះខ្ញុំសូមឲ្យពលនឹងវាតាក់ទងទៅការធ្វើវិបត្តិការរបស់យើងផងដែរបាទកិច្ចការធ្វើយ៉ាងណាដើម្បីសេវាកាន់តែលឿនកាន់តែធានាផ្ទាល់ព្រោះផលិតផលកសិកម្មមួយចំនួនគឺខ្លះអាចដោយសារមានចេញទៅយូរបានគេមានទូតិចដឹកអីបានមួយខែពីរខែតាមបានតែរបស់ខ្លះគឺលឿនទៅការតែប្រហែលថ្ងៃគឺវាអាចខូចគុណភាពបាទជាពិសេសដឹកតាមយន្តហោះអញ្ចឹងកិច្ចការងារនេះគឺសូមអរគុណណាស់ចំពោះការលើកឡើងទៅលើចំណុចទាំងប្រមាណនេះហើយចំពោះចំណុចពាក់ព័ន្ធទៅនឹងសូមការបង្កើតយន្តការថ្នាក់ជាតិនោះគឺយើងមិនចាំបាច់ទេយើងមានយន្តការច្រើនហើយបាទគណៈកម្មការច្រើនតាក់ទងវិស័យកសិកម្មហើយយើងក៏មានក្រុមការងាររដ្ឋាភិបាលជាមួយវិស័យកសិកម្មដែលមាន2ក្រុមក្រុមកដែលពាក់ព័ន្ធត្រូវកនិងក្រុមខពាក់ព័ន្ធទៅដល់កសិឧស្សាហកម្មក្រុមញបាទក្រុមនេះគឺមានតួនាទីជាអ្នកសម្របសម្រួលជាវេទិកាសម្រាប់ជួបជាមួយវិស័យឯកជនជាមួយរដ្ឋមានបញ្ហាអីយើងជួបគ្នាយើងដោះបាទប៉ុន្តែការប្រតិបត្តិទុកឲ្យក្រសួងស្ថាប័នជំនាញនិងវិស័យឯកជនជំនាញយើងមិនចាំបាច់បង្កើតយន្តការមួយទៀតធ្វើការជំនួសគេទេបាទមានតែយន្តការជាឆាត់សម្រាប់សម្របសម្រួលហើយឲ្យមុខព្រួយនីមួយៗទទួលខុសត្រូវនេះគឺជាកិច្ចការល្អបើមិនចឹងទេយើងនឹងបង្កើតតួអង្គទី3ដើរតួនាទីជំនួសជាមួយនឹងស្ថាប័នផ្សេងៗនឹងការទទួលខុសត្រូវអញ្ចឹងចំណុចនេះខ្ញុំសូមលើកប៉ុណ្ណេះចំពោះការឆ្លើយពាក់ព័ន្ធទៅនឹងវិស័យកសិកម្មខ្ញុំសូមជូនទៅអាដាមដិតទីណាបន្ទាប់មកជូនទៅអាដាមថៅជាថារឿងធនធានទឹកហើយសូមជូនទៅអាដាមឆៃរដ្ឋសែនពាក់ព័ន្ធទៅនឹងអភិវឌ្ឍជនបទដែលគ្រប់គ្រងទៅដល់ការអភិវឌ្ឍនៃវិស័យទាំងពីរនេះខ្ញុំសូមអរគុណសម្ដេចហើយអាដាមបាទសូមអរគុណ